ជំរាបសួរទាំងអស់គ្នាវីដេអូនេះនាងខ្ញុំមកបបួលជជែកគ្នាលេងអ្នកទាំងអស់គ្នាឆ្ងល់អត់ចង់និយាយថាដូចចោលអញ្ចឹងណាចោលឆក់ចោលប្លន់ឬក៏មនុស្សដែលមានចិត្តមិនស្មោះអត់ដែលចង់ដេកនៅផ្ទះរួមដំបូលជាមួយមនុស្សដែលអាក្រក់អញ្ចឹងទេឧទាហរណ៍ខ្លួនឯងចោលឆក់ចោលប្លន់ណាអត់ដែលចង់បានកូនប្រសាជាចោលឆក់ចោលប្លន់ទេតែចង់បានកូនប្រសាជាមនុស្សល្អមនុស្សស្មោះត្រង់ត្រូវអត់ឲ្យមនុស្សបោកគេមនុស្សអត់ស្មោះហ្នឹងក៏អញ្ចឹងដែរក៏ចង់បានមនុស្សស្មោះមករួមរស់ជាមួយមកធ្វើជាសាច់ញាតិបងប្អូនមិត្តភក្តិអីដែរហើយខ្លួនឯងអត់ព្រមធ្វើជាមនុស្សល្អទេប៉ុន្តែរំពឹងចង់បានមនុស្សល្អមនុស្សស្មោះមកនៅជាមួយហើយបើសិនជាតំណែងតំណងប្តីប្រពន្ធនេះអញ្ចឹងណាគិតថាមនុស្សក្បត់វាខេខាងណាក៏ដោយព្រោះខ្ញុំអត់ចង់យើងមនុស្សប្រុសកុំឲ្យគេថាខ្ញុំហ្នឹងគិតថាមនុស្សប្រុសមិនល្អអីអញ្ចឹងភាគីខាងណាមួយក៏អញ្ចឹងដែរទាំងប្តីទាំងប្រពន្ធមួយណាមិនស្មោះហើយចង់ឲ្យម្នាក់មួយទៀតហ្នឹងទទួលយកនៅចំណុចអាក្រក់របស់ខ្លួនឯងហើយព្រមនៅជាមួយនឹងខ្លួនឯងតែខ្លួនឯងហ្នឹងអាក្រក់ហ្នឹងប៉ុន្តែការពិតជាក់ស្ដែងធម្មតាណាមនុស្សដែលល្អគឺតាក់ទាញមនុស្សល្អដូចគ្នាមនុស្សដែលអាក្រក់តាក់ទាញមនុស្សអាក្រក់ដូចគ្នាអត់អាចមនុស្សល្អទៅនៅជាមួយមនុស្សមិនល្អបានយូរទេបើសិនជាអាចថានៅប្រហែលជាអាចថាជាប់ជំពាក់កម្មជាមួយគ្នាពីមុនមកអញ្ចឹងប៉ុន្តែក៏មិនអាចនៅជាមួយគ្នាបានយូរហ្មងដែរអញ្ចឹងហើយបើសិនជាយើងចង់ឲ្យមានមនុស្សល្អចូលមកក្នុងជីវិតរបស់យើងត្រូវតែធ្វើខ្លួនជាមនុស្សល្អមុនដូចយើងអត់ចង់បានប្រពន្ធដែលប្រមឹកប្រពន្ធដែលផឹកអត់មានទំនួលខុសត្រូវអត់ខ្វល់ជាមួយផ្ទះសម្បែងអត់ចេះជួយអប់រំកូនអីទេត្រូវទេអញ្ចឹងយើងចង់បានប្រពន្ធល្អយើងត្រូវតែធ្វើខ្លួនជាប្តីល្អដូចគ្នាហើយផ្ទុយមកវិញយើងចង់បានប្តីល្អយើងជាប្រពន្ធហ្នឹងត្រូវតែប្រព្រឹត្តខ្លួនឲ្យខ្លាចទៅជាមនុស្សល្អឆ្នៃខ្លួនឯងឲ្យទៅជាពេជ្រដូចគ្នានិយាយទៅរបស់ល្អបាននៅជាមួយរបស់ល្អបានយូរមនុស្សល្អនៅជាមួយមនុស្សល្អបានយូរមនុស្សអាក្រក់នឹងនៅជាមួយមនុស្សអាក្រក់គ្នាឯងហ្នឹងឯងអត់អាចយើងខ្លួនឯងធ្វើខ្លួនអាក្រក់ហើយយើងរំពឹងនឹងនៅជាមួយមនុស្សល្អបាននោះទេតែអ្នកទាំងអស់គ្នាគិតដូចខ្ញុំអញ្ចឹងដែរអត់ព្រោះអីសម័យនេះគឺសម័យយុគ9យើងសាងអីគឺយើងទទួលនឹងវិញ